Hello，大家好，欢迎来到 PPR 分享中文。今天我们将学习第二课。បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ PPL ចែករំលែកភាសាចិនថ្ងៃនេះយើងនឹងសិក្សាមេរៀនទី2ណាបាទសូមមើលចំណងជើងមេរៀនរបស់យើង第二课自我介绍一下第二课自我介绍一下មេរៀនទី2ខ្ញុំសូមណែនាំខ្លួនឯងបន្តិច第二ប្រែថាទី2自我ប្រែថាខ្លួនឯង介绍ប្រែថាការណែនាំខ្លួនណា一下យើងប្រែថាបន្តិចឬក៏មួយផ្លែតបាទសូមអាននិងបកប្រែចំណងជើងមេរៀនយើងម្ដងទៀត第二课自我介绍一下មេរៀនទី2ខ្ញុំសូមណែនាំខ្លួនឯងបន្តិចបាទសូមមើល clear A របស់យើងបាននិយាយថា小红他是谁小红他是谁ប្រែថា小红តើគាត់ជានរណាបាទយើងក្រឡេកមើលពី小红បាទពាក្យនេះយើងបកថា小红ធម្មតាអញ្ចឹងទៅដោយសារតែវាជាឈ្មោះរបស់គេបាទសូមអាននិងបកប្រែ clear A យើងម្ដងទៀត小红他是谁小红តើគាត់ជានរណាបាទសូមមើល clear B 他是我哥哥他是我哥哥គាត់គឺជាបងប្រុសរបស់ខ្ញុំពាក្យថា哥哥ប្រែថាបងប្រុសបាទសូមអាននិងបកប្រែ clear យើងម្ដងទៀត他是我哥哥គាត់គឺជាបងប្រុសរបស់ខ្ញុំបាទ clear A របស់យើងគេបានណែនាំខ្លួនថា我叫丽丽很高兴认识你我叫丽丽很高兴认识你ខ្ញុំឈ្មោះលីលីរីករាយណាស់ដែលបានស្គាល់អ្នកឬក៏ឈ្មោះរបស់ខ្ញុំហៅថាលីលីរីករាយណាស់ដែលបានស្គាល់អ្នកបាទយើងក៏លេខមកមើលពាក្យថាលីលីនេះយើងបកថាលីលីអញ្ចឹងទៅដោយសារតែវាជាឈ្មោះរបស់មនុស្សណាចំណែកពាក្យថា很高兴យើងប្រែថារីករាយណាស់ឬក៏សប្បាយចិត្តណាស់ណាពាក្យថា高兴ប្រែថារីករាយឬក៏សប្បាយចិត្តពាក្យថា认识យើងប្រែថាស្គាល់បាទសូមអាននិងបកប្រែ clear យើងម្ដងទៀត我叫丽丽很高兴认识你ខ្ញុំឈ្មោះលីលីរីករាយណាស់ដែលបានស្គាល់អ្នកបាទយើងមើល clear C ដែលជាបុគ្គលទី3គេបាននិយាយថា认识你我也很高兴认识你我也很高兴បាទយើងប្រែថាបានស្គាល់អ្នកខ្ញុំក៏រីករាយដែរបាទ clear នៅត្រង់នេះគឺអត់មានពាក្យពិបាកអីត្រូវបញ្យល់បកស្រាយទេបាទសូមអាននិងបកប្រែ clear យើងម្ដងទៀត认识你我也很高兴បានស្គាល់អ្នកខ្ញុំក៏រីករាយដែរបាទ clear A របស់យើងគេបានសួរថា你现在读书还是工作了你现在读书还是工作了ប្រែថាតើឥឡូវនេះអ្នកនៅរៀនឬក៏ធ្វើការងារហើយបានន័យថាគេចង់ដឹងពីបច្ចុប្បន្នភាពណាតើបច្ចុប្បន្នអ្នកនៅរៀនឬក៏ធ្វើការហើយណាបាទអូខេយើងក្រឡេកមកមើលពាក្យថាទូស៊ូយើងប្រែថារៀនឬក៏សិក្សាណាពាក្យថា还是ប្រែថាឬមួយក៏ណា工作ប្រែថាការងារបាទអូខេសូមអាននិងបកប្រែ clear យើងម្ដងទៀត你现在读书还是工作了តើឥឡូវនេះអ្នកនៅរៀនឬក៏ធ្វើការងារហើយបាទសូមរំលឹកមេរៀនយើងទាំង5 clear នៅក្នុងថ្ងៃនេះជាមួយខ្ញុំដោយអានទាំងភាសាចិននិងបកប្រែជាភាសាខ្មែរ第二课自我介绍一下មេរៀនទី2ខ្ញុំសូមណែនាំខ្លួនឯងបន្តិច A 小红他是谁小红តើគាត់ជានរណា B他是我哥哥គាត់គឺជាបងប្រុសរបស់ខ្ញុំ A 我叫丽丽很高兴认识你ឈ្មោះរបស់ខ្ញុំគឺលីលីរីករាយណាស់ដែលបានស្គាល់អ្នក C 认识你我也很高兴បានស្គាល់អ្នកខ្ញុំក៏រីករាយដែរ A 你现在读书还是工作了ឥឡូវនេះតើអ្នកនៅរៀនឬក៏ធ្វើការងារហើយឬក៏តើឥឡូវនេះអ្នកនៅរៀនឬក៏ធ្វើការងារហើយបាទអូខេសម្រាប់មេរៀនសន្ទនាទី2របស់យើងខ្ញុំសូម slash ត្រឹម5 clear ខ្លីៗនេះសិនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកចិត្តទុកដាក់សិក្សារៀនសូត្រ
ប្រសិនបើបងប្អូនយល់ថាវីដេអូនៃការបង្រៀនរបស់ខ្ញុំមានប្រយោជន៍សម្រាប់បងប្អូនសូមចុច Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយនឹងខ្ញុំបាទ PPL ចែករំលែកភាសាចិន再见